បើសិនជាអ្នកថតគេនឹងគិតថាអ្នកញ៉ាំច្រើនពេកបើសិនជាអ្នកស្គមគេនឹងគិតថាអ្នកឈឺបើសិនជាអ្នកស្លៀកពាក់ស្អាតគេនឹងគិតថាអ្នកអួតបើសិនជាអ្នកស្លៀកពាក់សាមញ្ញគេនឹងគិតថាអ្នកក្របើសិនជាអ្នកម៉ត់ចត់ពេកគេនឹងគិតថាអ្នកជាមនុស្សគួរឲ្យធុញបើសិនជាអ្នកលេងសើចច្រើនគេនឹងគិតថាអ្នកជាមនុស្សគ្មានប្រយោជន៍បើសិនជាអ្នកនិយាយត្រង់គេនឹងគិតថាអ្នកឆ្លើយបើសិនជាអ្នកជោគជ័យគេនឹងគិតថាអ្នកក្រអឺតក្រទមបើសិនជាអ្នកស្មោះត្រង់គេនឹងគិតថាអ្នកជាមនុស្សល្ងងនៅក្នុងជីវិតយើងនេះមិនថាអ្នកធ្វើអ្វីនឹងមានមនុស្សរងចាំរិះគន់អ្នកជានិច្ចដូច្នេះចូលធ្វើអ្វីដែលអ្នកចង់ធ្វើរឿងដែលត្រឹមត្រូវសម្រាប់ខ្លួនឯងនិងមនុស្សជុំវិញខ្លួន